ជាម្ចាស់អើយតើនេះជាអ្វីទៅតើគ្រឿងអលង្ការទាំងនេះអាចមកជំនួសបុរសរបស់ខ្ញុំម្ចាស់បានទេពេលដែលគ្រឿងអលង្ការទាំងនេះនៅលើព្រះកាយដ៏រឹងមាំរបស់បុត្រខ្ញុំម្ចាស់គ្រឿងពិទូទាំងនេះធ្លាប់បានជះរស្មីពណ៌មាសតែពេលនេះមើលព្រះសរងនៅតែជះពន្លឺតែគ្មានជីវិតព្រះរាជិនីសូមកុំមានបន្ទូលបែបនេះអីគ្រឿងអលង្ការនេះធ្លាប់បានព្រះរាជកុមារពាក់លើព្រះកាយដូច្នេះហើយបានជាវាខ្លាចជាគ្រឿងអលង្ការដ៏មិនអាចកាត់ថ្លៃបានហើយសមនឹងទទួលការគោរពបូជាហើយដើម្បីខ្លាចជាតាបោះមួយរូបព្រះអង្គបានលះបង់នៅការសោយសុខគ្រប់បែបយ៉ាងព្រះអង្គបានស្បត់ជាមួយនឹងទូលបង្គំថានឹងកម្ចាត់បង់នៅការឈឺចាប់របស់មនុស្សលោកហើយទ្រង់នឹងនាំមកវិញនៅសុភមង្គលនៃជីវិតនិងផ្ដល់នូវការសង្គ្រោះដល់សត្វលោកទៀតផងព្រះអង្គម្ចាស់មានការជឿជាក់ណាស់ព្រះអង្គសូមព្រះអង្គថ្វាយទ្រង់ទៅក្រាបទូលព្រះរាជិនីសូមប្រទានមកអត់ទេសូមអ្នកបោះវាចោលទៅក្នុងទន្លេកាំកាទៅទូលបង្គំគឺជាមេកត្រីនៃកុលសម្ព័ន្ធបកិយាព្រះអង្គម្ចាស់គឺមេដឹកនាំរបស់ទូលបង្គំដូច្នេះសូមព្រះរាជទានគ្រឿងអលង្ការនេះដល់ទូលបង្គំចុះទូលបង្គំគឺស្ដេចសាទូលបង្គំមានព្រះលិខិតជាញាតិសន្តានជាមួយនឹងព្រះអង្គសូមប្រទានគ្រឿងអលង្ការឲ្យទូលបង្គំផងចុះក្រាបទូលទូលបង្គំនឹងថាការជាប់ព្រះលិខិតញាតិសន្តានគឺវាធំធេងណាស់ប៉ុន្តែតំណែងនៃការស្រឡាញ់គឺវាធំធេងជាងក្រាបទូលសម្រាប់ការស្រឡាញ់របស់ព្រះអង្គចំពោះរាជបុត្រព្រះអង្គអាចយកព្រះសរង3ខ្សែព្រះជាយាទូលបង្គំដឹងថាព្រះនាងប្រកាសជាមិនទទួលគ្រឿងអលង្ការទាំងអស់នេះទេខ្ញុំទទួលគ្រឿងអលង្ការទាំងអស់នេះគឺពុំមែនសម្រាប់ពាក់ឬក៏សម្រាប់បូជានោះទេខ្ញុំនឹងតុបតែងលម្អបេះដូងរបស់ខ្ញុំជាមួយនឹងគ្រឿងអលង្ការអនុស្សាវរីយ៍របស់ព្រះស្វាមីទាំងអស់នេះហើយគឺជាគ្រឿងអលង្ការរបស់ខ្ញុំពេលនេះហើយខ្ញុំនៅតែបរិសុទ្ធដូចជាស្រទាប់ផ្កាឈូកជានិច្ចខ្ញុំស្ម័គ្រស្មោះចំពោះព្រះស្វាមីបុត្រីមានបន្ទូលបានល្អណាស់បុត្រីគួរបន់ស្រន់សម្រាប់ជោគជ័យរបស់បុត្រសុធនក្នុងការសម្រេចបាននូវគោលដៅរបស់ទ្រង់ហើយថ្ងៃដែលបុត្រសុធនខ្លាចជាព្រះពុទ្ធថ្ងៃនោះប្រកាសជាថ្ងៃជ័យសម្រាប់ពួកយើងគួរតែថ្វាយព្រះពរដល់ទ្រង់ទៅជាការប្រសើរយើងមិនត្រូវឲ្យទ្រង់អស់សង្ឃឹមទេធ្វើតាមព្រះបិតាទៅណាកុំឲ្យបុត្រគេខុសប្រតិខ្ញុំកំពុងតែដោះលែងរបស់នេះឲ្យមានសេរីភាពព្រោះថាគ្មាននរណាត្រូវការវាទេអញ្ចឹងឲ្យមិនត្រូវការវាទេអ្នកដែលលះបង់ចោលនៅរបស់ទាំងអស់នេះហើយទៅថ្ងៃមុខគេនឹងត្រូវបានអ្នកផងបូជាហើយគេមិនត្រូវការរបស់អស់ទាំងនេះទៀតទេតើឯងកំពុងតែនិយាយពីស្អីយើងដូចជាមិនយល់សោះសូម្បីតែខ្ញុំក៏មិនយល់ដែររឿងរ៉ាវដែលឯងកំពុងនិយាយដូចជាលាក់លៀមខ្លាំងណាស់ប្រាប់ពួកយើងបមើលតើគ្រឿងអលង្ការទាំងអស់នេះជារបស់អ្នកណាគេគ្រឿងអលង្ការទាំងអស់នេះគឺជារបស់ព្រះអង្គម្ចាស់ដែលអនាគតគឺជាមហាពោធិញ្ញាណនៃព្រះពុទ្ធមហាពោធិញ្ញាណហេតុអីក៏ឯងបោះគ្រឿងអលង្ការនេះចោល
ម្ចាស់ស្ត្រីយក្សោធារាបានខ្លាចជាស្រីនៅលាវហើយព្រះរាជិនីវិញគ្រឿងអលង្ការទាំងនេះនឹងធ្វើឲ្យព្រះអង្គនឹកឃើញដល់បុត្ររបស់ព្រះអង្គដូច្នេះព្រះអង្គមិនទទួលយកគ្រឿងអលង្ការនេះឡើយហើយព្រះអង្គបានបញ្ជាឲ្យខ្ញុំយកមកបោះចោលក្នុងទន្លេបោះស្បានេះហើយ ឈប់សិនចិនកុំបោះចោលគ្រឿងអលង្ការក្នុងទន្លេបោះស្បាអី មិនក៏លោកខាត់យើងដូច្នេះប្រាប់យើងមកតើលោកជាអ្នកណា ខ្ញុំជាអ្នកដង្ហែមហាបរោះដែលបានសម្រេចពោធិញ្ញាណតើអាចឲ្យវាទុកជាអនុស្សាវរីយ៍របស់ព្រះអង្គឲ្យខ្ញុំបានទេ មានអីលោកយកវាទៅចុះវាក៏ជាការប្រសើរជាងដែលខ្ញុំបោះចូលទៅក្នុងទឹកដូចនេះដែរ សូមឲ្យអ្នកបានចម្រើន ឲ្យទន្លេបោះស្បាដល់ចម្រើនអើយអ្នកព្រមទទួលយកគ្រឿងអលង្ការទាំងនេះពីអាទិទេពហើយអ្នកចំនួនក្រោយនឹងបូជាអ្នកយើងអាចត្រូវបំភ្លេចបានប៉ុន្តែអ្នកនឹងចងចាំវាជារៀងរហូតហើយដូចជាអាទិទេពដែលគង់ជាអមតៈចាប់ពីពេលនេះតទៅអ្នកនឹងត្រូវបានគេហៅថាអផារ៉ាន់បូស្បានីសិទ្ធិព្រះអង្គមានប្រជញ្ញនៅក្មេងសង្ហាហើយខ្លាំងទៀតផងហើយក្លាហានអស្ចារ្យទៀតផងទូលបង្គំមិនយល់ទេតើព្រះអង្គចង់មានបន្ទូលរឿងអីយើងចង់មានបន្ទូលថាព្រះអង្គអាចខ្លាចជាស្ដេចចក្រពន្ធបានព្រះអង្គអាចខ្លាចជាអធិរាជលើលោកនេះបានតែទូលបង្គំបានលះបង់អស់ហើយព្រះអង្គនៅមិនទាន់ធ្វើត្រឹមត្រូវនៅឡើយទេព្រះអង្គអាចធ្វើជាស្ដេចបានព្រះអង្គបានប្រសូតឡើងគឺដើម្បីខ្លាចជាអធិរាជដ៏អស្ចារ្យមួយអង្គបើយើងចង់ធ្វើគឺយើងអាចធ្វើបានមិនត្រឹមតែព្រះអង្គទេសូម្បីតែរាជបុត្ររបស់ព្រះអង្គក៏អាចគង់លើរាជបល្ល័ង្កនិងគ្រប់គ្រងលោកទាំងមូលបានដែរទូលបង្គំមិនត្រូវការរាជបល្ល័ង្កហើយនឹងអំណាចទេយើងនៅតែមិនយល់ព្រោះអ្នកមានរូបរាងសង្ហានិងគួរឲ្យស្រឡាញ់ព្រះអង្គបែរជាសម្របខ្លួនក្នុងជីវិតបែបនេះទៅវិញសិទ្ធិបើសិនជាព្រះអង្គចង់យើងអាចយកស្រីដ៏ល្អឆាតឆាយមកថ្វាយព្រះអង្គបានព្រះអង្គអាចសប្បាយជាមួយនឹងពួកនាងអស់មួយជីវិតបានតើព្រះអង្គតែជីវិតមានន័យថាការស្រេកឃ្លានតណ្ហាអញ្ចឹងហ៎ពិតមែនហើយតើក្នុងជីវិតមានស្អីដែលលើសពីនឹងទៀតនោះបើសិនជាព្រះអង្គចង់ឃើញគឺអាចប្រទាននៅទ្រព្យសម្បត្តិហើយយកសិទ្ធិអំណាចហើយព្រះអង្គអាចរៀបអភិសេកជាមួយស្រីដ៏ស្រស់ស្អាតឆាប់មានបន្ទូលមកព្រះអង្គក្នុងជីវិតបែបនេះព្រះអង្គមិនអាចម្ដងហើយម្ដងទៀតបានទេម្យ៉ាងវិញទៀតមនុស្សទាំងអង្គក៏មិនទទួលយកជីវិតបែបរបស់ព្រះអង្គដែរយកស័ក្តិទ្រព្យសម្បត្តិភាពហឺហាការសំណុកសុខស្រួលទាំងអស់នេះហើយយើងអាចរកភ្លាមបានព្រះអង្គមិនក៏ចង់ប្រកល់របស់ទាំងអស់នេះដល់ទូបង្គំខ្លាំងម្ល៉េះមែនហើយសុធតតើព្រះអង្គចង់បានអ្វីពីយើងទៅតើព្រះអង្គធ្វើបានមែនមែនហើយយើងមកនេះដើម្បីបម្រើព្រះអង្គអញ្ចឹងសន្យាមកយើងសូមសន្យាបើព្រះអង្គចង់បានអីយើងនឹងធ្វើឲ្យភ្លាមអ្វីដែលទូលបង្គំប្រាថ្នាគឺមិនចាស់ហើយមិនឈឺហើយមិនស្លាប់តើព្រះអង្គអាចធ្វើបានទេឆ្លើយនឹងទូលបង្គំមកមិនក៏នៅស្ងៀមពេលនេះសូមកុំព្យាយាមរារាំងផ្លូវទូលបង្គំអីចេញពីទីនេះទៅទូលបង្គំមិនត្រូវការទេ
स्वागताविव संपृक्तो स्वागत प्रतिप्रत्ये जगतो पितरो वंदे पार्वती परमेश्वरो पार्वती परमेश्वरो पार्वती परमेश्वरा पार्वती សូមថ្វាយបង្គំ អូយើងជាប្រព្រំឡាមាកាមាតើអ្នកកំណត់ជាណា កណាឈ្មោះថាសុធន្ធកណាស្វែងរកអភិញ្ញាណ តើជាអភិញ្ញាណបែបណាទៅ គឺអនន្តពុទ្ធិ ជាពុទ្ធិរបស់ព្រះព្រំ តាមមើលទៅប្រហែលជាកណាមិនស្គាល់ទេ ព្រះព្រំមិនបាននៅទីណាផ្សេងទេគឺព្រះអង្គគង់នៅក្នុងខ្លួនអ្នកបើសិនជាអ្នកអាចមើលឃើញព្រះអង្គបានអ្នកនោះនឹងក្លាយទៅជាព្រះព្រំហើយ សូមបង្ហាញឲ្យកណាបានឃើញព្រះអង្គផង ដើម្បីរកព្រះអង្គជាដំបូងអ្នកត្រូវបំភ្លេចខ្លួនឯងសិន តើកណាអាចធ្វើបានដែរទេបើកណាមានរូបរាងជាមនុស្សអាចមើលឃើញអាចស្ដាប់ឮនិងនិយាយបានបន្ទាប់មកតើកណាធ្វើមិននឹងអាចបំភ្លេចថាខ្លួនឯងជានរណាបាន ខ្ញុំនឹងបង្រៀនអ្នកថាតើបំភ្លេចសាវតារបស់ខ្លួនឯងរបៀបម៉េចហើយនឹងការមើលឃើញរបស់អ្នកចំពោះខ្លួនអ្នកវិញ្ញាម៉េច សូមទទួលកណាធ្វើជាសិស្សលោកគ្រូផង ដើម្បីរៀនត្រូវធ្វើចិត្តឲ្យបរិសុទ្ធដូច្នេះអ្នកអាចទៅកាន់ទន្លេដើម្បីគូរទឹកជំរះកាយសម្អាតចិត្តមកតាមអាត្មាពេលនេះអ្នកនឹងក្លាយទៅជាសិស្សរបស់អាត្មាហើយក ណាមានសំណាងណាស់ដែលកណារកបានគ្រូម្នាក់ដែលឃើញដល់អតិទេព ហើយជាសិស្សម្នាក់ដែលគ្រូដោយអាត្មានេះរងចាំយូរមកហើយអាត្មានឹងប្រាប់ការពិតដល់ឯងគឺអាត្មាកំពុងតែរងចាំឯង លោកគ្រូរងចាំកណា នៅពេលនេះឯងនៅមិនទាន់យល់សម្ដីរបស់អាត្មាទៀតទេទៅងូតទឹកសិនទៅ ॐ भूर्भुवस्वः तत्सवितुर्वरेण्यं भर्गो देवस्य धीमहि धियो यो नः प्रचोदयात् ॐ शान्तिः 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 प्राणस्वरूपिणी अजरा अतुला अनंता अमृतस्रवा अत्युदारा अभय अशोक अलकनंद अमृतामला तर्पणी तीर्थ तीर्थाच त्रिपधा त्रिदशेश्वरी त्वं जले निमज्जनः पवित्रं भवामिទឹកនេះពិតជាត្រជាក់ចម្លែកណាស់យើងមានអារម្មណ៍ស្ងប់ស្ងាត់ព្រះម៉ែគង្គីព្រះម៉ែពិតជាអស្ចារ្យណាស់ចាប់តាំងពីយូរលង់ណាស់មកហើយនឹងការចាប់កកើតផែនដីនៅចាប់ពីពេលដែលព្រះម៉ែបានបន្សល់ប្រលឹងជាច្រើនអណែកហើយយើងមានអារម្មណ៍ថាបើសិនជាធម្មជាតិបានខ្លាចជាចំណែកមួយនៃជីវិតយើងនោះហើយមានព្រះអាទិទេពនៅជុំវិញខ្លួនជាការប្រសើរណាស់ निर्मला निर्मलाख्यान नाशिनी ताप संपदाय नियता नित्य सुखदा नानाश्चर्य महानिधिः त्रैलोक्य पावनी पुण्य तुष्टिदा तुष्टिरूपिणी नव प्राण संचरण नव शक्ति ददामि
បន្លាដ៏មានមហិទ្ធិឫទ្ធិខ្លាំងក្លាអើយអ្នកពិតជាអស្ចារ្យនិងមានសម្រស់ស្រស់ប្រំប្រៃនិងបរិសុទ្ធហើយអ្នកជានិមិត្តរូបនៃភាពរឹងមាំនិងមិនចេះប្រែប្រួលហើយសូមឲ្យខ្លួនខ្ញុំខ្លាចជាមនុស្សរឹងប៉ឹងនិងអាចសម្រេចប្រាថ្នាបាន សម្រាប់សិស្សម្នាក់ការសំខាន់ចំពោះមុខគឺរៀនយោខៈ កណាត្រៀមរួចហើយលោកគ្រូ មង្គលកណាលោកគ្រូសុធនមង្គលនឹងបង្ហាញការហាត់រៀនយោខៈនេះដល់ឯងគួរតែហាត់រៀនតាមគេ កណានឹងធ្វើតាមលោកគ្រូ ចាប់ផ្ដើមចុះសង្កសន្នមត្យាសន្នមយូរាសន្នសុធនពេលនេះឯងចាប់ដើមរៀនមយូរាសន្នមង្គលបង្រៀនសុធនពីមេរៀនមយូរាម្ដងទៀតសុធនឯងត្រូវតែខំរៀនមេរៀនទាំងអស់នេះបានច្រើនតើឯងចង់ទៅណាទៅសុធន ខ្ញុំចង់ទៅមហាថ្មដើម្បីរៀនសូត្ររូបរាងពិសេសហើយនឹងទស្សនវិជ្ជានៃយោគៈហើយខ្ញុំនឹងទៅរកលោកគ្រូទៀតផង ឯងមានបុគ្គលិកលក្ខណៈពិសេសមួយហើយខ្ញុំអាចដឹងថាថ្ងៃណាមួយឯងនឹងក្លាយទៅជាមនុស្សដ៏អស្ចារ្យម្នាក់ក្នុងលោកនេះជាមិនខាន មនុស្សគ្រប់រូបសុទ្ធតែមានលក្ខណៈអស្ចារ្យដែលលាក់ទុកក្នុងអាត្មារបស់គេដូចជាផ្កាឈូកដែលមានភាពអស្ចារ្យពេលដែលឈូកផុសចេញពីទឹកលីហើយយើងនឹងជួបគ្នាទៀត យើងពិតជាបានជួបម្ដងទៀតជាមិនខានសុធន ជំរាបសួរ យើងកំពុងតែរងចាំអ្នក លោកគ្រូកំពុងតែរងចាំសាវករបស់គាត់ នេះគឺភាពខុសគ្នារវាងប្រុសហើយនិងស្រី មនុស្សស្រីរមែងពោពេញដោយការស្រឡាញ់ តើអ្នកអាចរងចាំមួយផ្លេតបានទេ ទេខ្ញុំចង់ចាប់ផ្ដើមហ្វឹកហាត់មេរៀនព្រាមៗនេះ ដើម្បីរៀនយោគៈប្រការសំខាន់គឺធ្វើឲ្យរាងកាយនិងចិត្តបរិសុទ្ធហើយមានចិត្តមេត្តា ខ្ញុំមានហើយ អ្នកមានទំនុកចិត្តគួរឲ្យសរសើរខ្លាំងណាស់តើអ្នកជាស្ដេចសទ្ធវត្ត ទេ ហើយព្រះអង្គមានទំនាក់ទំនងយ៉ាងម៉េចដែរជាមួយនឹងអ្នក ព្រះបាទសុទ្ធតជាបិតារបស់ខ្ញុំហើយខ្ញុំជាបុត្ររបស់ព្រះ ដូច អង្គ គ្នាដែលព្រះអាទិទេពជាព្រះបិតារបស់មនុស្សគ្រប់រូបហើយអ្នកក៏ជាបុត្ររបស់ព្រះអង្គដែរ ធ្វើមិនខ្ញុំនឹងអាចទទួលមនុស្សម្នាក់ដែលខ្ញុំមិនស្គាល់ធ្វើជាបិតារបស់ខ្ញុំបានទៅ តើអ្នកមិនគោរពព្រះអាទិទេពទេ ខ្ញុំមិនយល់ពីអ្នកមានជំនឿឬមិនគោរពអាទិទេពទេប៉ុន្តែខ្ញុំជឿទាំងស្រុងលើខ្លួនខ្ញុំនិងកម្លាំងរបស់ខ្ញុំតែប៉ុណ្ណោះ តើអ្នកអាចចាប់យកបាននៅភារកិច្ចដ៏លំបាកដែលយើងបានប្រាប់អ្នកដែរឬទេ ខ្ញុំបានត្រៀមសពគ្រប់អស់ហើយ ពេលនេះអ្នកអាចបង្ហាញនៅមេរៀនដែលអ្នកបានរៀនពីម្សិលមិញមកទេ អូណាស់ កុំភ្ញាក់ផ្អើលអីបើសិនជាអ្នកបានហាត់រៀនអ្នកក៏អាចធ្វើដូច្នេះបានដែរ អង្គុយតាំងសមាធិទៅ
តើអ្វីជាបទពិសោធន៍របស់អ្នកហើយអ្នកកំពុងនៅឯណា ព្រះអគីខ្ញុំបានឃើញព្រះអគីហើយខ្ញុំបានឃើញហើយ អ្នកទទួលបានជោគជ័យក្នុងមេរៀននេះហើយមេរៀនបន្ទាប់នឹងបង្រៀនអ្នកនៅថ្ងៃស្អែក បិទភ្នែកទៅហើយតាំងសមាធិហើយទន្ទិញមន្ត្រាឲ្យចាំស្ទាត់អ្នកនឹងទៅដល់កបិលភ័ស្ត្រ តើអ្នកពិសោធន៍ឃើញយ៉ាងម៉េច គឺខ្ញុំបានទៅដល់នគរកបិលភ័ស្ត្រព្រះមេដាព្រះអង្គហើយនឹងលោកមហាមន្ត្រីកំពុងតែបារម្ភពីខ្ញុំនិងចង់ដឹងពីសុខទុក្ខរបស់ខ្ញុំ ដើម្បីគ្រប់គ្រងជំនាញនេះអ្នកត្រូវវឹកហាត់មេរៀននេះ ខ្ញុំនឹងធ្វើតាមការណែនាំនេះ សូមជូនពរឲ្យបានសុខ ធ្វើអីហ្នឹងខ្ញុំជាមិត្តរួមថ្នាក់អ្នកទាំងអស់គ្នាណា ពួកគេគ្រាន់តែចង់បង្ហាញនូវមោទនភាពរបស់ពួកគេចំពោះអ្នកតែប៉ុណ្ណោះ ខ្ញុំលាសិនហើយខ្ញុំសូមសម្ដែងកតញ្ញូតាធម៌ចំពោះអ្នកគ្រូដែលបានបង្រៀនខ្ញុំហើយខ្ញុំនឹងចងចាំជានិច្ចនៅគុណបំណាច់អ្នករាល់គ្នាចំពោះខ្ញុំនិងចិត្តមេត្តាអ្នកចំពោះខ្ញុំ សូមឲ្យបានជោគជ័យ ថ្វាយបង្គំលោកម្ចាស់ អូចូលមកសុធនយើងកំពុងតែរងចាំអ្នកហើយ ខ្ញុំចង់រៀនសិល្បៈយកៈនេះខ្លាំងណាស់ពីអេសីដ៏មានមហិទ្ធិឫទ្ធិអស្ចារ្យដូចជារូបលោកដូច្នេះ កូនប្រុសយើងអាចមើលឃើញការតាក់ចិត្តរបស់មុំពុតដើម្បីរៀនយោគៈនៅក្នុងកាយភ្នែករបស់ឯងហើយក៏នៅក្នុងបេះដូងរបស់ឯងដែរយើងសូមសរសើរចំពោះការដាក់ខ្លួនប្រាណចំពោះចាស់ទុំព្រឹទ្ធាចារ្យហើយចាប់ពីថ្ងៃនេះតទៅអាចរស់នៅជាមួយនឹងយើងហើយនឹងចាប់ផ្ដើមរៀនយោគៈការជួបនឹងវិញ្ញាណដែលមានឫទ្ធិបារមីជាយោគៈពិតដល់ពេលដែលប្រាជ្ញានឹងចិត្តជ្រៀតចូលគេនឹងបានជួបសុភមង្គលរបស់ទេវតាហើយបើសិនជាមានហេតុផលណាមួយយើងអាចធ្វើឲ្យយើងគ្រប់គ្នាហើយនឹងចិត្តមិនបាននោះគឺយោគៈនឹងជួយយើងគឺដើម្បីគ្រប់គ្រងរៀបចំប្រាជ្ញាឡើងវិញនេះហើយគឺជាហេតុផលនៃការសិក្សាយោគៈនៅពេលនេះយើងនឹងចាប់ផ្ដើមមេរៀនរបស់យើងជាដំបូងគឺការដកដង្ហើមឲ្យវែងរួចហើយក៏ឈប់វិញឥឡូវនេះសូត្រថាអូបមាក់ហើយបន្ធូរខ្យល់សន្សឹមបន្តិចម្ដងអឺ ក្រោកឡើងកូនប្រុសយើងរីករាយណាស់ដែលឯងរៀនចប់យោគៈនៅក្នុងរយៈពេលដ៏ខ្លីបែបនេះឯងពិតជាមានពុទ្ធិជ្រៅជ្រះមែនថ្ងៃនេះឯងបានបញ្ចប់ការហ្វឹកហាត់យោគៈរបស់ឯងហើយណា លោកគ្រូខ្ញុំអាចសម្រេចបាននូវការហាត់រៀនដូចនេះក៏ដោយសារគុណបំណាច់របស់លោកគ្រូដែរដែលបានបង្ហាត់សិស្ស
បើសិនជាគ្មានលោកគ្រូទេនោះសិស្សក៏មិនអាចចេះដូច្នេះដែរគុណបំណាច់ទាំងអស់នេះសិស្សមិននឹងជាសងគុណលោកគ្រូយ៉ាងម៉េចទេគឺមានតែបម្រើលោកគ្រូតែប៉ុណ្ណោះ ឯងពិតជាអស្ចារ្យមែនយើងបានជួបមនុស្សអស្ចារ្យម្នាក់ដូចជាឯងដែលតាមរយៈយោគៈនេះយើងសូមឲ្យក្តីមេត្តានិងការស្រឡាញ់និងមេត្តាចូលចម្រើនដល់ឯងនេះជារង្វាន់យើងជូនដល់ឯងសូមឲ្យឯងបានជោគជ័យ सूर्यदेवं नमाम्यहम् Ồ, bộ giờ ra rồi. មិនហើយបងរិវត្ថាត់យើងនៅទីនេះ Bộ bát khơi,អ្នកកំឡោះនោះដែរទេ មិនហើយគេសង្ខារណាស់ បាត់បាហើយនឹងសាទីដែលជាប្អូនស្រីរបស់បងនឹងជាគ្រូដ៏អស្ចារ្យនោះបានបញ្ជូនគេមកឲ្យរៀនជាមួយខ្ញុំនៅក្នុងពេលនេះ តើឯងបង្រៀនអីទៅ គឺបង្រៀនគេអំពីគម្ពីរឧបនិស្ស័តគេបានរៀនគម្ពីរឧបនិស្ស័តនេះចំនួន108ហើយនៅពេលនេះគេរៀនចប់ហើយ តើអស់រយៈពេលប្រហែលទៅ បើខ្ញុំអាចនិយាយបានគឺមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះទេ បើអញ្ចឹងគេពិតជាអស្ចារ្យណាស់ហើយ ពុំមែនអស្ចារ្យទេគឺអាចហារជាក់ទៀតផង ពិតមែនហើយ គេមិនចេះកុហកហើយមិនចូលចិត្តអំពើហិង្សារូបភាពណាក៏ដោយការស្រឡាញ់គឺជាសាសនារបស់គេការសន្តោប្រណីគឺជាអាត្មារបស់គេហើយពុទ្ធិជាវិជ្ជណនិមរបស់គេ ឯងសំណាងហើយដែលមានសិស្សម្នាក់ដូចជាគេបែបនេះពិតជាសំណាងណាស់ តែខ្ញុំមិនសប្បាយចិត្តសោះខ្ញុំមិនអាចបង្រៀននៅអ្វីដែលគេចង់រៀនគេក៏ស្រកដែរតែខ្ញុំមិនអាចផ្ដល់ពុទ្ធិឲ្យគេបាននៅមេរៀនស្ដីអំពីមន្តអាគមចំណែកបងនត្រីបានដាក់ជាគ្រូដល់ល្បីអស្ចារ្យដូច្នេះខ្ញុំសូមឲ្យបងបង្រៀនវិជ្ជាសិលដល់គេតើបានទេ តើគេអាចទ្រាំការលំបាកបានដែរទេ បើចង់នៅគួរតែសាកមើលទៅរួចហើយយកគេធ្វើជាសិស្សតែម្ដងទៅលបង អញ្ចឹងចាំយើងសាកមើលសិនទៅលោកគ្រូសិស្សសូមគោរពលោកគ្រូលោកម្ចាស់ខ្ញុំកណាសូមគោរពសូមឲ្យបានសម្រេច ឯងស្គាល់ពាក្យនិយមន័យនៃពាក្យជូនពររបស់គាត់ទេគាត់ជាគ្រូសិលដ៏អស្ចារ្យម្នាក់ធ្វើជាសិស្សរបស់គាត់ទៅ សូមលោកគ្រូទទួលខ្ញុំធ្វើជាសិស្សផងខ្ញុំកណាសន្យានឹងប្រព្រឹត្តអំពើល្អប្រកាន់សច្ចធម៌មិនបៀតបៀនដល់អ្នកដទៃគោរពលោកគ្រូគ្រប់ពេលវេលាអង្គុយធ្វើកម្មដ្ឋានទៅធ្វើសមាធិដោយសម្លឹងមើលចំមោះរបស់ឯងឈប់ដកដង្ហើមរួចហើយអង្គុយឲ្យនឹងទៅ अग्निदेवोर्भवឯងឆាប់និយាយទៅតើឯងបានឃើញអ្វីខ្លះទេខ្ញុំឃើញកាមេរ៉ាថ្មីនៃពន្លឺហើយខ្ញុំបានឃើញពន្លឺចែងចាំងនៃការសប្បាយរីករាយក្រោកឡើងហើយឈប់តាំងសមាធិទៅឯងបានសម្រេចហើយ អរគុណលោកគ្រូចូលចម្រើន ओम फट ह्रीम សូមគោរពលោកគ្រូសូមគោរពលោកគ្រូ សុធនអង្គុយចូលមក ឯងបានបញ្ចប់ការសិក្សាលើកពីឧបនិស្ស័តហើយមែនហើយខ្ញុំហាត់បានសម្រេចនៅសិល្បៈយុគៈការតាំងសមាធិហើយពេលនេះខ្ញុំចង់រៀននៅបន្តពីតំណអស្ចារ្យពីលោកគ្រូទៀតផងលោកគ្រូបង្រៀនខ្ញុំទៅតើបានដែរទេលោកគ្រូខ្ញុំសូមគោរពលោកគ្រូ អាត្មាសប្បាយចិត្តណាស់ដែលបានបង្រៀនសិស្សម្នាក់ដ៏អស្ចារ្យដូចជារូបឯងនេះ
អង្គុយចុះមកជាមួយមុនសំនៀងនិងចម្រៀងត្រូវបានបង្កើតនិងត្រូវបានបំពេញហើយក៏ដូចគ្នានេះដែរការបង្រៀនសិលវិជ្ជាការក៏ត្រូវបានបង្កើតនិងបំពេញដូចទៅគ្នាដែរដូច្នេះសិស្សត្រូវតែខំហាត់ Pad. Clean pad. Clean pad. ថ្វាយបង្គំចម្រើនពររៃវយុទ្ធ ថ្វាយបង្គំលោកគ្រូ ចូលមកសធន តាមអំណររបស់លោកអូនយើងបានបង្រៀនដល់សធននៅសិលមុនវិជ្ជាការជាច្រើនមកហើយឥឡូវនេះសិស្សដែលឆ្លាតនេះយើងប្រកល់ឲ្យឯងវិញហើយ ខ្ញុំសូមថ្លែងអំណរគុណចំពោះបាទម៉ាសាទីនិងលោកបងដែលបានជួយជ្រោមជ្រែងខ្ញុំក្នុងការបង្រៀនសិស្សសំណប់ចិត្តរបស់ខ្ញុំ ជាមួយពុទ្ធិនិងបទពិសោធន៍របស់យើងបានព្យាយាមដើម្បីធ្វើឲ្យសធនមានការចេះដឹងជ្រៅជ្រះលើគ្រប់សិលវិជ្ជាការហើយយើងមានសំណាងណាស់ដែលបានចែករំលែកពុទ្ធិដល់សិស្សម្នាក់នេះដូច្នេះយើងលាសិនហើយ នេះជាសំណើរបស់ខ្ញុំហើយបានលោកបងជួយបង្រៀនដល់សធនបែបនេះ ឯងក៏បានរំលែកពុទ្ធិដល់គេអស្ចារ្យដែរ ខ្ញុំត្រូវបំពេញភារកិច្ចដ៏ធំមួយជាងការងារជាគ្រូខ្ញុំត្រូវតែផ្ដល់ឲ្យសធននៅរបស់មួយ អ្វីដែលលោកគ្រូឲ្យខ្ញុំគឺជាការប្រទានពរមែនទេ យើងគ្មានមាសឲ្យទៅឯងនោះទេគឺជាចាស់អ្នកសុំទាននេះណែ ចំពោះខ្ញុំគឺជាចានមួយដែលគ្មានព្រំដែនដែលពោរពេញទៅដោយការស្រឡាញ់របស់លោកគ្រូ មែនហើយនេះគឺជាគ្រឿងសិលសម្រាប់អន្តងការស្រឡាញ់នៅក្នុងចំណោមតបោះទាំងអស់យកចានេះទុកចុះ ដេចគុណឬកណាហៅទេឬក៏ដេចគុណមិនចង់បានចង្ហាន់ទេដេចគុណ ក្រាបទូលព្រះអង្គ យើងបានឃើញអ្នកបុះមេអង្គដែលតំណងជាយុវវ័យខ្ពង់ខ្ពស់ម្នាក់ដើរកាត់ផ្ទះបាយរបស់យើងមិនជាឲ្យឯងតាមរកមើលបរោះម្នាក់នេះឲ្យឃើញហើយសង្កេតមើលថាគេរស់នៅកន្លែងណាធ្វើតាមបញ្ជារបស់យើងដាច់ខាត កណ្ដាលថ្លៃពិសេសសូមថ្វាយបង្គំព្រះដេចគុណចម្រើនពរតើលោកជានរណាកណាជាអ្នកនាំសាររបស់ព្រះបាទភីមផាសាព្រះអង្គបានឃើញព្រះដេចគុណនិមន្តបិណ្ឌបាតដោយព្រះអង្គសពព្រះハរតីទៅបានជាឲ្យកណាមកនិមន្តដេចគុណចូលរាជវាំងទូលព្រះអង្គទៅថាយើងអរគុណហើយព្រះអង្គចង់ឲ្យព្រះដេចគុណគង់នៅក្នុងរាជវាំងហើយព្រះអង្គនឹងប្រទានថ្វាយគ្មានអ្វីខ្វះឡើយទូលព្រះអង្គទៅថាយើងនឹងទៅជួបព្រះអង្គជាមិនខានអ្នកសុំទានគឺដើរសុំគ្រប់ផ្ទះហើយយើងនឹងទៅបិណ្ឌបាតដល់រាជវាំងទៀតដូច្នេះទៅទូលប្រាប់ព្រះអង្គវិញទៅតែព្រះអង្គចង់ឲ្យយើងមិនធ្វើតាមបញ្ជាអ្នកណាទេអ្នកបួសនោះគឺឈ្មោះថាសទ្ធុតគឺជាបុត្រច្បងរបស់នគរកបលផោះ សិទ្ធុតជារាជបុត្រនៃនគរកបលផោះធ្វើជាអ្នកបួសអញ្ចឹងពិតជាចម្លែកណាស់ ព្រមមិនហៅក្រាបទូល ដាក់បញ្ជាឆាប់រៀបចំរាជរដ្ឋ
នាំយើងទៅជួបទៅបោះនោះលៀមនៅក្នុងពេលនេះ ទទួលព្រះរាជបញ្ជា សូមគោរពអ្នកសច្ចៈយើងគឺព្រះរាជាភីមជាសានៃនគរមកុដសូមជម្រាបសួរយើងមានការភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះអច្ឆរិយភាពរបស់អ្នកសូមអ្នកមេត្តាជួយណែនាំដល់យើងផងគឺដើម្បីឲ្យយើងបានយល់ដឹងផង តាមការពិតទៅអាត្មាជាព្រះអង្គម្ចាស់សទ្ធុតនៃនគរកបិលភ័ស្ត្រតែពេលនេះអាត្មាគ្រាន់តែព្យាយាមស្វែងរកសច្ចធម៌តែប៉ុណ្ណោះ ព្រះរាជបុត្រសុធនព្រះអង្គបានលះបង់ទ្រព្យសម្បត្តិទាំងអស់ព្រមទាំងសុភមង្គលនិងកិត្តិស័ព្ទពីព្រះរាជវាំងយល់ព្រមដើរតាមលំអាននៃអ្នកសច្ចៈទៀតផងតើហេតុអ្វីទៅ គឺអាត្មាគ្រាន់តែចង់ស្វែងយល់នៅហេតុផលនៃទុក្ខវេទនាទាំងប៉ុន្មាននោះដូច្នេះហើយទើបអាត្មាចង់បានពុទ្ធិនិងសច្ចធម៌ដែលជាការសង្គ្រោះពិត ក៏ប៉ុន្តែពិធីនេះលំបាកណាស់តាំងពីដើមរៀងមកតើបោះនឹងអ្នកសច្ចៈបានស្វែងរកនឹងការជួយសង្គ្រោះតែប៉ុណ្ណោះទេ អ្វីក៏អាចជួយបានដែរបើសិនជាមានការទុកចិត្តលើខ្លួនឯងគឺមានការអត់ធ្មត់និងព្យាយាមហើយអាត្មាមានជំនឿលើខ្លួនឯងថាអាត្មានឹងទទួលបានជោគជ័យក្នុងដំណើររបស់អាត្មានេះ សូមឲ្យអ្នកសច្ចៈទទួលបានជោគជ័យពេលនេះខ្ញុំកណាសូមនិមន្តលោកម្ចាស់ទៅកាន់រាជធានីនៃនគរមកុដដើម្បីឲ្យខ្ញុំកណាអាចបម្រើព្រះអង្គម្ចាស់បានពី3ថ្ងៃខ្ញុំកណាពិតជាមានសំណាងណាស់ដែលបានជួបនៅក្នុងពេលនេះ អាត្មារីករាយតាមសំណើនិងការឆ្លើយរបស់ព្រះអង្គក៏ប៉ុន្តែពេលនេះអាត្មាមិនអាចអញ្ជើញទៅតាមការអញ្ជើញរបស់ព្រះអង្គបានទេគោលបំណងដ៏សំខាន់របស់អាត្មាគឺកន្លែងផ្សេងទៀតដូច្នេះសូមព្រះរាជាទានទោសផងចុះក្រាបទូល ដូច្នេះសូមឲ្យអ្នកសច្ចៈសម្រេចនឹងការស្វែងរកសច្ចធម៌និងការសង្គ្រោះដែលធ្វើឲ្យសកលលោកទាំងមូលនេះមានរស្មីជាចែកជាចាំងហើយសំណុំពររបស់ខ្ញុំកណាក្រោយពីអ្នកសច្ចៈបានទទួលនូវការត្រាស់ដឹងហើយសូមកុំភ្លេចខ្ញុំកណាឲ្យសោះហើយនគរមកុដខ្ញុំកណានឹងរងចាំអ្នកសច្ចៈគ្រប់ពេលវេលាទាំងអស់ អាត្មាប្រកាសជាមក លោកអធិបតីលោកកំពុងតែគិតរឿងស្អីនោះទូបង្គំកំពុងតែគិតក្រាបទូលតើដល់ពេលណាទៅលោកគិតចេញចាំដល់ពេលរាហុលធំពេញវ័យហើយខ្លាយទៅជាទីជាតិមុនយើងតើមិនដែរទេធ្វើអ្វីត្រូវធ្វើឲ្យឆាប់ទៅអូទូបង្គំនឹកឃើញហើយទូបង្គំនឹកឃើញហើយនឹកឃើញស្អីទូបង្គំមានយោបល់មួយនិយាយប្រាប់យើងភ្លាមមកក្រោយពេលរាជបុត្រសុធនដូចយើងចេញទៅជាសោធិរាគង់នៅអយុធ្យាខ្លាយទៅជាឯកោនៅខ្លោយផ្សារដូច្នេះព្រះអង្គគួរតែគេចំណេញទៅលើភាពឯកោនៅខ្លោយផ្សារនេះទៅក្រាបទូលត្រូវមែននេះជាអ្វីដែលយើងប៉ងយល់មកហើយដូច្នេះនេះជាពេលរបស់ព្រះអង្គហើយព្រះអង្គគួរតែយាងទៅថ្នាក់ថ្នមលើរាងកាយរបស់នាងទៅក្រាបទូលចុះបាននាងមិនព្រមនោះប្រើកម្លាំងបាយបង្ខំនាងទៅនាងប្រកាសជាយល់ព្រមជាមិនខាននោះទេក្រាបទូលជឿលើទូបង្គំចុះ យាសោធារីបងភ័ក្រដ៏ស្រស់ប្រំប្រៃរបស់នាងមើលទៅដូចជាពពសពូនណា យោសោធារាអាណុចហៅឈ្មោះម្ចាស់បងឲ្យទេវតា
ម្ចាស់បងជាបងថ្លៃរបស់អាណិច យើង ណា មិនអាចយល់ព្រមថានាងជាបងថ្លៃរបស់យើងឡើយហើយពេលនេះព្រះអង្គសទ្ធុតក៏មិនបានគង់នៅទីនេះព្រះមេដានិងព្រះបិតាក៏មិនបានគង់នៅទីនេះដែរនៅពេលនេះមានតែព្រះអង្គម្ចាស់យើងទេនាងនឹងខ្លាចទៅជាព្រះរាជិនីរបស់យើងនៅក្នុងពេលនេះ អាណិចមិនចាស់អៀនខ្មាស់ទេដែលមានបន្ទូលបែបនេះនោះពិតជាមិនចាស់អៀនខ្មាស់មែនបងថ្លៃប្រៀបដូចជាម្ដាយអញ្ចឹង ទេបងថ្លៃស្រីជាប្រពន្ធពាក់កណ្ដាលរបស់ប្អូនថ្លៃប្រុស តែបន្ទាត់ត្រង់កំសាន្តបាបកម្មព្រោះតែមានបន្ទូលបែបនេះអតិទេពច្បាស់ជាមិនប្រណីដល់ឯងឡើយ យើងមិនជឿបនបាបស្អីនោះទេក្នុងចិត្តរបស់យើងចង់បាននាងធ្វើជាមហេសីរបស់យើងតែប៉ុណ្ណោះ តែបន្ទាត់ត្រង់បាត់បង់សម្បញ្ញៈហើយ យើងបានមកវ័យស្មារតីតាំងពីយើងបានឃើញនាងសម្រស់របស់នាងតែភ្នែករបស់នាងដែលគួរឲ្យស្រឡាញ់បបោមាត់របស់នាងផ្អែមដូចជាទឹកឃ្មុំរាងកាយរបស់នាងស្រស់ពណ៌របស់នាងក្រហមដូចជាផ្លែទម្លាប់យ៉ាងអញ្ចឹងហើយដូច្នេះហើយធ្វើឲ្យយើងទប់ប្រទេសចំពោះនាងមិនបាននោះទេ អាណិចបាត់មាត់ទៅបើហ៊ានមានបន្ទូលទៀតអាណិចច្បាស់ជា ចង់ធ្វើស្អីយើង ម្ចាស់បងនឹងសម្លាប់ត្រង់ភ្លាមបើមិនអញ្ចឹងទេម្ចាស់បងនឹងធ្វើអត្តឃាតឲ្យខ្លួនឯង យើងមិនបណ្ដោយឲ្យមានរឿងបែបនេះឡើយនៅពេលដែលយើងបន្លត់អណ្ដាតភ្លើងស្នេហាយើងត្រូវតែបំពេញបំណងរបស់យើងដែលយើងប៉ងទៅលើនាងច្រើនឆ្នាំមកហើយនៅពេលនេះគួរតែបានសម្រេចមកលើយើង សុបិនដែលថោកទាបរបស់ត្រង់នេះពិតជាមិនបានសម្រេចទេកុំស្មានថាយើងងាយដោយត្រង់ឲ្យសោះព្រះមេដាព្រះបិតាព្រះស្វាមីរបស់យើងត្រង់នឹងគង់ក្បែរយើងជានិច្ចឯងមិនបានសម្រេចនោះទេ នេះគ្រាន់តែជាការសម័យរបស់នាងនោះការពិតនៅពេលនេះមានតែយើងពីរនាក់ប៉ុណ្ណោះដែលស្ថិតនៅក្នុងបន្ទប់ពេលរាត្រីដ៏សន្ទន់ហើយអាកាសធាតុដ៏សន្តិត្រជាក់ធ្វើយើងរំភើបក្រៃ តែបន្ទាត់ឲ្យចេះគោរពខ្លួនឯងផងកុំភ្លេចពីឋានៈរបស់ខ្លួន ព្រ ឯ ម ងសោះ ដែនអត់ធ្មត់របស់យើងវាបានបាត់អត់ទៅហើយយើងចង់ឲ្យរាងកាយដ៏បវររបស់នាងបន្លត់ភ្លើងស្នេហ៍ដែលកំពុងតែឆាបឆេះខ្លួនរបស់យើងរាងកាយដ៏ល្អបវរដូចមាសគួរតែអោបយើងបន្តិចមកយើងពេញចិត្តនឹងនាងសម្បើមណាស់ តែបន្ទាត់ការត្រង់ធ្វើបែបនេះហ៎យើងនឹងស្រែកឲ្យអ្នកនៅទីនេះជួយយើងជាមិនខានទេឆាប់ចេញពីទីនេះភ្លាមទៅ ចេញទៅចេញពីទីនេះទៅ ថ្ងៃនេះនាងអាចរួចខ្លួនបានតែថ្ងៃស្អែកយើងមកម្ដងទៀតហើយយើងនឹងធ្វើឲ្យនាងខ្លាចទៅជារបស់យើង លោកមន្ត្រីគំនិតរបស់លោកអត់បានការមែនយៈសោទេរាបានបណ្ដេញយើងចេញពីបន្ទប់ធំរបស់នាងហើយតើពេលនេះយើងត្រូវការធ្វើអ្វីទៀតទៅយើងគ្មានវិធីធ្វើតទៅទៀតទេព្រះអង្គគ្មានអ្វីចម្លែកទេរៀបអភិសេកតែម្ដងទៅតែឲ្យទៅរួចដែរទេតើព្រះបិតាទ្រង់យល់ព្រមទេហេតុអីក៏ព្រះអង្គមិនព្រមព្រះរាជាជាព្រះបិតារបស់ទ្រង់ក្រោយពីចូលទីវង្គតរបស់ព្រះរាជានេះមហាទេវីមកគឺព្រះអង្គបានរៀបអភិសេកជាមួយមេដាព្រះអង្គគឺម្ចាស់ស្ត្រីប្រាជ្ញាបាមីតាបានដូច្នេះព្រះអង្គក៏មានសិទ្ធិរៀបអភិសេកជាមួយយៈសោធេរាបានដែរក្រាបទូល បត្រីយាស៊ូបត្រីយាស៊ូតើបត្រីយាស៊ូណែណា ព្រះរាជិនីផ្ទុំក្នុងបន្ទប់ព្រះម៉ែព្រះរាជិនីទ្រង់មិនសល់អ្វីទាំងអស់ បត្រីយាស៊ូបត្រីយាស៊ូ ព្រះមេដា យាស៊ូបត្រីមេដា ព្រះមេដា កុំព្រះកន្សែងអីណាបុតឈប់ព្រះកង្វល់ទៅបុត្រីអភ័យទោសឲ្យមេដាផងមេដាមានការអៀនខ្មាស់ខ្លាំងណាស់ ព្រះមេដា
បាត់មិនអាចនៅទីនេះតទៅទៀតបានទេ មេដាដឹងថាទេវទត្តជាមនុស្សថោកទាបបំផុតមេដាមិននឹកស្មានថាយើងជាមហារាជវង្សតែបែរជាមានបុត្របែបនេះទៅវិញនេះជារឿងគួរអាម៉ាស់ណាស់សម្រាប់មេដាទេវទត្តបានបន្ថោកបន្ទាបកិត្តិយសមេដា ទាំងនេះមិនមែនជាកំហុសរបស់ព្រះមេដាទេគឺមកពីខ្ញុំម្ចាស់អភ័ព្វព្រះពរ យ៉ាស៊ូមេដាមានសំណូមពរមួយសូមកុំឲ្យរឿងនេះលេចទៅដល់ព្រះរាជាឲ្យសោះណាព្រះអង្គច្បាស់ជាវិកតៈមិនខានឡើយឈប់ព្រួយព្រះតីទៅមេដាចាំជួយបុត្រីជានិច្ចឈប់ព្រួយព្រះតីទៅណាមេដាចាំជួយបុត្រី តើព្រះមេដាទ្រង់បញ្ឈប់ទេវទត្តដោយរបៀបណាទៅព្រះពរ ទេវទត្តព្យាយាមបំផ្លាញកិត្តិយសបុត្រីមេដាមិនអនុគ្រោះឲ្យគេទេ ព្រះមេដាអនុញ្ញាតឲ្យខ្ញុំម្ចាស់ទៅរស់នៅជាមួយពុកម៉ែខ្ញុំម្ចាស់ទៅក្រាបទូលទីនេះគ្មានសុវត្ថិភាពទេបុត្រីមេដានឹងទៅអញ្ជើញពួកគាត់ឲ្យមកកំដរបុត្រីចោះតែត្រូវចាំមេដាមិនអនុញ្ញាតឲ្យព្រះរាជវង្សណាមួយមកយាយីបុតបានឡើយណាហើយចោះឈប់ទ្រង់ព្រះកន្សែងទៅបុតណា ក្រាបថ្វាយបង្គំព្រះអង្គ ចូលមកឲ្យទូលជាទៅមើលតើអស់លោករកឃើញសធុតហើយឬនៅ ក្រាបទូលព្រះអង្គពួកទូបង្គំកំពុងតែធ្វើការស្រាវជ្រាវ ច្រើនខែច្រើនឆ្នាំកន្លងផុតទៅចាប់តាំងពីសធុតបានចាក់ចោលពួកយើងហើយពេលដែលលោកដើរស្វែងរកព្រះរាជបុត្រនៅតែគ្មានលទ្ធផលពេលនេះពេលដែលយើងគិតម្ដងគឺយើងព្រួយប្រទះខ្លាំងណាស់ហើយតើពេលណាទើបអស់លោកស្វែងរកបន្តទៀតទៅយើងចង់ឲ្យបុត្ររបស់យើងត្រឡប់មកវិញណាបើសិនជាអស់លោកមានសមត្ថភាពស៊ើបរកដំណឹងរបស់សធុតទេមិនក៏មិនយកច័ន្ទណាទៅជាមួយទៅម្ដងនេះត្រូវទៅរកសធុតឲ្យឃើញឲ្យឆាប់បំផុត ទទួលព្រះរាជបញ្ជា សុធុតតើបុត្រកំពុងធ្វើអីដើម្បីសេចក្តីសុខរបស់មនុស្សបុត្របានចាក់ចេញចោលពួកយើងនេះជាយុទ្ធធម៌ប្រភេទអីទៅត្រឡប់មកវិញមកបុត្រត្រឡប់មកវិញមកបុត្រសុធុតសុទ្ធរបស់បិតា ថ្វាយបង្គំព្រះអង្គម្ចាស់អាពលវងយើងជារាជទីជាតិយើងមិនមែនជាព្រះអង្គម្ចាស់ទេអាយយល់ហើយនៅក្រាបទូលព្រះអង្គ នេះហៅបែបនេះគឺខុសហើយព្រះអង្គម្ចាស់ក៏រាជទាយាទ មិនមែនព្រះអង្គម្ចាស់ទេហើយយើងរាជទីជាតិ ចេះយករាជទាយាទ ព្រះអង្គមិនឲ្យត្រូវប្រើទូបង្គំទេបាននឹងធាពួកឯងជាកម្លាំងសម្ងាត់ដែលយើងទុកចិត្តបំផុតពួកឯងត្រូវតែដើររកសធុតគ្រប់ទីកន្លែងនៅក្នុងរាជវាំងនេះបើសិនជារកឃើញត្រូវនាំគេមកទីនេះជាមិនទាន់ក្រាបទូលមិនថារស់ឬស្លាប់ឡើយត្រូវតែនាំមកទីនេះ ក្រាបទូលព្រះអង្គម្ចាស់រាជទាយាទអេរុញឲ្យខ្លាំងមក សម្លាញ់តើអ្នកបានឃើញព្រះអង្គម្ចាស់សុទ្ធុតដែរទេមេត្តាប្រាប់ពួកយើងមក ហើយពួកយើងលើថាព្រះអង្គគង់នៅលើកំពូលភ្នំ អរគុណហើយ សូមឲ្យជោគជ័យ កូនស្រីតើផ្លូវនេះទៅកាត់ភ្នំតើមិនដែរទេ អរគុណហើយ អូដល់បោះចាប់ជប់ជួយ ទេអរគុណហើយណាស់ តើពីទីនេះទៅដល់ជួបភ្នំមានចម្ងាយប្រហែលទៅ ប្រហែលជា3 4ចូលពីទីនេះការស្វែងរករបស់ពួកយើងប្រហែលជាបានជោគជ័យហើយ យើងត្រូវការជួបព្រះអង្គឆាប់នេះ បើបានជួបព្រះអង្គខ្ញុំមិននឹងខ្លាចផ្សាយយ៉ាងណាទេខ្ញុំបារម្ភខ្លាំងណាស់ព្រះអង្គខ្ញុំនឹកព្រះអង្គណាស់
ថ្វាយបង្គំព្រះអង្គ ថ្វាយបង្គំព្រះអង្គ ព្រះអង្គម្ចាស់ ព្រះអង្គបានបញ្ជាពួកទូបង្គំនឹងយកព្រះអង្គត្រឡប់ទៅវិញ យើងមិនមែនជារាជទាទេព្រះអង្គបានបញ្ចប់កម្មដ្ឋានហើយព្រះអង្គបានបំពេញភារកិច្ចនេះមុនការកំណត់ក្នុងព្រះជន្មព្រះអង្គហើយសូមព្រះអង្គយើងទៅវិញទៅក្រាបទូលត្រឡប់ទៅវិញហ៎ក្រាបទូលប្រជារាស្ត្រកបិលផលទាំងអស់កំពុងតែរងចាំព្រះអង្គហើយក្នុងរាជវាំងកាលបើគ្មានព្រះអង្គទេហាក់ដូចជាកំព្រាកណ្ដោកណ្ដែងហើយព្រះរាជានិងព្រះរាជិនីកំពុងតែទន្ទឹងរង់ចាំព្រះអង្គដោយហឫទ័យខ្លោចផ្សាបំផុតសូមព្រះអង្គយាងទៅវិញទៅក្រាបទូលចាណាឯងកំពុងនិយាយហាក់ដូចជាឯងកំពុងធ្វើក្រោមអធិពលនៃតណ្ហាហើយយើងធ្វើនេះគឺដោយឆន្ទៈរបស់យើងដែរចាណាភារកិច្ចគឺខ្ពស់ជាងតណ្ហាណា ព្រះអង្គកាលបើអត់ពីព្រះអង្គទៅវត្តរាជកិច្ចនៅក្នុងនគរគឺគ្មានការរីកចម្រើនសោះ ពិតមែនហើយកបិលពណ៌គឺត្រូវការរាជទាជាតិហើយព្រះមេដាព្រះបិតាគឺត្រូវការបុត្រចាណាតើឯងឃើញទេពេលនេះយើងនៅទីណាយើងនៅក្នុងទីបរមសុខមេបរមគ្រូនៃយើងណានៅទីនេះយើងបានរៀនសូត្រនៅពុទ្ធិច្រើនបែបផ្សេងៗគ្នាហើយយើងកំពុងតែនៅរៀនហើយឯងចង់ឲ្យយើងបោះបង់ចោលនៅឱកាសដ៏កម្រនេះបានទេចាណាគឺមិនបានទេយើងមិនអាចត្រឡប់ទៅវិញបានទេដូច្នេះកុំព្យាយាមមករំខានយើងអីយើងនឹងមិនត្រឡប់ទៅវិញឡើយកុំដាច់ប្រតិពេកព្រះអង្គកុំបដិសេធនឹងការបន់ស្រន់នឹងក្តីសង្ឃឹមរបស់ពួកយើងអីក្រាបទូលយើងមិនអាចត្រឡប់ទៅវិញបានទេយើងមិនត្រឡប់ទៅវិញឡើយទៅវិញទៅចាណាយើងមិនត្រឡប់ទៅវិញទេកណ្ដាលថ្លៃពិសេសចាណាត្រឡប់ទៅវិញទៅត្រឡប់ទៅវិញភ្លាមទៅហើយមិនត្រូវឲ្យយើងឃើញភាពសោកសង្រេងបែបនេះទេ នៅតាមបណ្ដោយមាត់ទន្លេនេះពិតជាមានអារម្មណ៍ស្ងប់ស្ងាត់និងរីករាយល្អណាស់ទីនេះពិតជាល្អសម្រាប់ការតាំងសមាធិយើងនឹងសូត្រធម៌ធ្វើកម្មដ្ឋាននៅទីនេះ លោកឃើញទីអាបាអីសេកសធត់កំពុងតែធ្វើតបោះអភិបាលអាត្មាគិតថានៅក្នុងស្ថានភាពបែបនេះគង់តែខ្លាចទៅជាពោធិយាជាមិនខានទេគុណអណ្ដាបើទោះជាអាត្មាគិតឃើញដូច្នេះក៏ដោយតែលោកអេសេនឹងទទួលបាននូវផលនៃការសង្គ្រោះក្នុងពេលឆាប់នេះអាត្មាមិនសង្ស័យទេពីមនុស្សម្នាក់ដែលធ្វើបាបរាងកាយរបស់ខ្លួនតាមវិធីរបស់នេះតែគេនឹងអាចខ្លាចទៅជាអ្នកដឹកនាំពិតរបស់មនុស្សលើពិភពលោកយើងនេះហើយពួកនឹងខ្លាចជាសាវករបស់សន្ធនពិតមែនហើយពួកយើងគួរតែនាំគ្នាទៅថ្វាយបង្គំលោកដើម្បីទទួលយើងជាសិស្សដូច្នេះពួកយើងគួរតែទៅថ្វាយបង្គំចម្រើនពរគុណអណាពួកអាត្មាទាំងអស់តែចង់ធ្វើសិស្សលោកជានិច្ច សម្លាញ់អាត្មាខ្លួនឯងក៏ស្ថិតក្នុងការស្វែងរកការសង្គ្រោះដែរលោកនឹងគង់នៅជាមួយអាត្មានិងជួយអាត្មាក្នុងការស្វែងរកផ្លូវសង្គ្រោះនេះ តើមានរឿងអីកើតឡើងទៅហេតុអីក៏លោកគ្រូមិនសើចង្ហាន់
ជាដេដាទៅ ហើយមើលទៅដូចតាបោះអញ្ចឹង ណែឆាប់មកមើលមកគឺជារាជចិត្តសទ្ធតាហើយព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ព្រះអង្គម្ចាស់សទ្ធស្លាប់បាត់ទៅហើយតើនាំគ្នាទៅរាយការណ៍ជូនរាជបុត្រទេវតាតើយើងទៅវិញតើថ្វាយបង្គំរាជចិត្តទូលបង្គំបាននាំដំណឹងល្អមកថ្វាយក្រាបទូល តើដំណឹងល្អស្អីទៅប្រាប់យើងមកលឿនលឿន ត្រូវរបស់យើងចិត្តស្លាប់ហើយក្រាបទូល ដំណឹងរបស់ពួកឯងពិតជាល្អមែនពួកឯងឆាប់ទទួលព្រះរាជាថាសទ្ធគេបានចិត្តស្លាប់ហើយក ណាថ្លៃពិសេស ឆាប់ទៅថ្វាយបង្គំព្រះអង្គថ្វាយបង្គំព្រះអង្គ អូតើមានដំណឹងស្អី ព្រះអង្គទូលបង្គំមានដំណឹងដល់គួយតស្លាប់មួយមកថ្វាយក្រាបទូល ដំណឹងក្រៀមក្រំហ៎ស្អីទៅជាដំណឹងអាក្រក់នោះ ហើយទូលបង្គំមានអារម្មណ៍ថាកដុកកដួលខ្លាំងណាស់ពេលណែទូលព្រះអង្គជ្រាប ពួកឯងឈ្មោះទេឆាប់ទូប្រាប់យើងភ្លាមមក ព្រះអង្គសទ្ធលេងគង់នៅជាមួយពួកយើងទៀតហើយក្រាបទូល ទេពួកឯងហ៊ានកុហកយើងផងឯងការនិយាយរបស់ពួកឯងគឺជាការបោកប្រាស់តើពួកឯងភ្លេចហើយនៅទំនេររបស់តាបោះអសិទ្ធមនីដែលបានទាយថាបុត្រយើងនឹងខ្លាចជាអ្នកមានបុណ្យបារមីដ៏អស្ចារ្យម្នាក់គេនឹងខ្លាចជាព្រះបរមពោធិញ្ញាណហើយនឹងគេផ្សព្វផ្សាយនៅពុទ្ធិរបស់គេទៅដល់ពិភពលោកទាំងមូលគេនឹងខ្លាចជាបរមសាស្តាពួកឯងចេះទៅវិញទៅអី តែណាងបត់សទ្ធរមិនក៏បត់មកផ្ទុំស្ដោកស្ដឹងគួរឲ្យអាណិតយ៉ាងនេះបត់បានបួងសួងសុំឲ្យបត់ឈ្នះលើមច្ចរាជហេតុអីបានជាពេលនេះបត់ខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃចំពោះជំនឿចិត្តរបស់ខ្លួនឯងទៅវិញបត់ត្រូវប្រមូលសេចក្តីក្លាហាននិងជំនឿរបស់បត់ឡើងវិញពិភពលោកកំពុងតែរងចាំការត្រាស់ដឹងរបស់បត់និងរស្មីនៃមេគាឆ្ពោះទៅរកការសង្គ្រោះមនុស្សលោកក្រោកឡើងយើងគឺមហាមាយាមេដារបស់បត់មេដាត្រូវដាស់បត់ឲ្យងើបឡើងប្រមូលជំនឿចិត្តខ្លួនឯងឈានទៅដល់គោលដៅរបស់បត់ណាដោយមកពីការធ្វើទុក្ខកិរិយាដ៏តានតឹងមហាសទ្ធុព្រះកាយរបស់ព្រះអង្គកាន់តែខ្សោយទៅហើយព្រះអង្គគួរតែសោយចង្ហាន់បន្តិចទៅដើម្បីឲ្យរាងកាយរបស់ព្រះអង្គមានកម្លាំងឡើងវិញដើម្បីបំពេញបំណងរបស់ព្រះអង្គលោកឃើញទេគុណដាណាលោកគ្រូរបស់យើងបានបញ្ចប់នៅទុក្ខរកិរិយាហើយលោកបានចាប់ផ្ដើមសោយចង្ហាន់ហើយដែរ អ្នកមិនអាចគ្រប់គ្រងលើការស្រេកឃ្លានបានទេតើធ្វើយ៉ាងម៉េចអាចស្វែងរកមេគាស្រ័យស្រង់ពិភពលោកបានទៅ យើងមិនត្រូវការគ្រូបែបនេះទេតោះយើងនាំគ្នាទៅវិញទៅគុណណាយើងបានបែកពីសទ្ធអរិយៈពេល6ឆ្នាំហើយតែគេដូចជាគ្មានប្រយោជន៍សោះ មែនហើយមហាណាមាយើងនៅតែគិតដល់អច្ឆរិយជនសទ្ធុហើយយើងទាំងពីរអ្នកក៏ស្វែងរកមេគាសច្ចៈនិងសង្គ្រោះដែរតែក្តីសង្ឃឹមរបស់យើងបានរលាយអស់ហើយតើដល់ពេលនេះយើងត្រូវធ្វើយ៉ាងម៉េចទៀត យើងនឹងទៅវរណស៊ីដែលស្ថិតនៅលើឆ្នេរទន្លេគង្គីមទីនោះជាព្រៃនៃសត្វឆ្លុះដ៏ស្រស់ស្រកាលមួយហើយយើងនឹងទៅស្នាក់នៅទីនោះដើម្បីធ្វើយប់កៈណា អញ្ចឹងទើបត្រូវតោះយើងនាំគ្នាទៅងូតទឹកសិនទៅ មហានាមតើអ្វីទៅដែលបានចាក់ក្នុងព្រំលិខិតនោះហេតុអ្វីបានជាយើងចេះតែនឹកដល់សទ្ធុយ៉ាងចឹង
តើមានរឿងអីទៅណោះពេលនេះយើងត្រូវស្វែងរកមាគ៌ាសង្គ្រោះសត្វលោកដោយខ្លួនយើងហើយ ओम आदित्याय नमो नमः តោះយើងត្រូវធ្វើដំណើរទៅវ៉ារ៉ាណាស៊ីទៀត លែកូនប្រុសរបស់យើងពិតជាស្អាតណាស់វាស្អាតដូចជាម្ដាយរបស់វាយ៉ាងអញ្ចឹង ទេកូននេះដូចឪពុកវាជាងមើលចុះភ្នែកវានឹងច្រមុះវាពិតជាដូចបងខ្លាំងណាស់ មែនហើយគេដូចយើងទាំងពីរនាក់តើអូនសប្បាយចិត្តដែរទេ បងមុនពេលដែលអូនរៀបការជាមួយបងអូនបានដើរលេងក្នុងព្រៃជាមួយមិត្តភ័ក្តិអូនពេលនោះអូនប្រទះឃើញហេតុការណ៍ដ៏ចម្លែកមួយគឺនៅក្រោមដើមឈើម្ដើមនោះអូនមានអារម្មណ៍ថាដើមឈើនោះព្យាយាមនិយាយមកកាន់អូនបានបន់ស្រន់នៅក្រោមដើមឈើនោះ ទេវតារក្សាព្រៃអើយបើសិនជានាងខ្ញុំបានរៀបការជាមួយនឹងយុទ្ធជនដ៏សង្ហាម្នាក់ហើយបើយើងខ្ញុំមានកូនដំបងជាកូនប្រុសនោះរៀងរាល់ឆ្នាំនាងខ្ញុំនឹងថ្វាយកាក់មាសមួយដល់ព្រះអង្គបងអាស្រ័យដោយការប្រទានពរពីទេពអារក្សក្តីប្រាថ្នារបស់អូនក៏បានសម្រេចអូនចង់ទៅលាបំណន់នៅថ្ងៃស្អែកនេះ ពិតមែនហើយអូនគួរតែទៅលាបំណន់សុជាតាការបន់ស្រន់នឹងពោដែលអូនទទួលនោះគឺសមដោយប្រាថ្នាហើយ ភូណាចាស់លោកស្រី តើដងវាយសម្រាប់ថ្វាយទេវតាម្ចាស់ព្រៃរៀប រួ ចំ ច ហើយ ហើ នៅ យនៅសោះតែកម្រងផ្កាទេ បានក្រោយពេលក្រងផ្ការួចអាចយកទៅថ្វាយទេពអារក្សក្នុងព្រៃនោះទៅហើយកុំភ្លេចស្រោចទឹកទន្លេដើម្បីសន្សំបុណ្យកុសលព្រោះថាថ្ងៃនេះជាថ្ងៃពេញបរមីយើងត្រូវចាប់ផ្ដើមបន់ស្រន់ដើមឈើនោះស្ដាប់បានហើយនៅ ចាស់លោកស្រីជាបរោះចម្លែកអស្ចារ្យណាស់ដោយសារពន្លឺចេញពីរាងកាយបានធ្វើឲ្យដើមឈើចេញរស្មីចែងចាំងដូចជាពេជ្រពុនរាយមើលទៅប្រហែលជាទេពអារក្សតំណែងខ្លួនជាមនុស្សលោកហើយសូមព្រះអង្គមេត្តាទទួលនៅការបួងសួងពីខ្ញុំម្ចាស់ហើយនឹងចៅហ្វាយរបស់ខ្ញុំម្ចាស់ផងខ្ញុំម្ចាស់នឹងទៅជម្រាបគាត់ភ្លាមសង្ឃឹមថាមនុស្សទេពនេះមិនទៅណាឡើយអ្នកស្រី ឯងមានការអីចង់និយាយប្រាប់ខ្ញុំ អ្នកស្រីមានសំណាងណាស់អរិយទេពបានមកដល់ហើយអញ្ចឹងទៅមើលទៅឲ្យលឿនឡើង ព្រះអង្គក្រោយពីបានឃើញព្រះអង្គហើយជីវិតខ្ញុំម្ចាស់ដូចត្រូវបានប្រទានពរអញ្ចឹងក្តីប្រាថ្នារបស់ខ្ញុំម្ចាស់បានសម្រេចហើយសូមព្រះអង្គបើកព្រះនេត្រឡើងហើយសូមមេត្តាទទួលនៅដង្វាយរបស់ខ្ញុំម្ចាស់សូមមេត្តាទទួលនៅការគោរពបូជាពីខ្ញុំម្ចាស់ ព្រះអង្គដោយសារតែពរពីព្រះអង្គហើយទើបខ្ញុំម្ចាស់បានស្វាមីនិងបុត្រាមួយអង្គសូមប្រទានពរដល់ខ្ញុំម្ចាស់មកដើម្បីឲ្យខ្ញុំម្ចាស់បានសេចក្តីសុខជារៀងរហូតទៅ ឧបាសិការបស់ឧបាសិកាធ្វើអាត្មាពេញចិត្តណាស់រាងកាយដ៏ទ្រទ្រង់របស់អាត្មាបានទទួលនូវធម៌ពលដ៏ច្រើនពីចង្ហាន់នេះអាត្មាអរគុណឧបាសិកាច្រើនណាស់ ទេសូមព្រះអង្គក៏មានបន្ទូលបែបនេះអីបំណងរបស់ខ្ញុំម្ចាស់ជាច្រើនឆ្នាំមកនេះបានសម្រេចហើយក្រោយពីការបានជួបព្រះអង្គបានបម្រើព្រះអង្គខ្ញុំម្ចាស់រីករាយណាស់ សូមឧបាសិកាជួបប្រទះតែសេចក្តីសុខកុំបីឃ្លៀងឃ្លានអ្នកដែលយល់ពីទុក្ខលំបាករបស់អ្នកដទៃ
ហើយអ្នកដែលរីករាយនឹងសុភមង្គលរបស់អ្នកដទៃនោះសមនឹងទទួលបាននូវការគោរពបូជាណា ព្រះអង្គខ្ញុំម្ចាស់នឹងយកចង្ហាន់មកថ្វាយព្រះអង្គជារៀងរាល់ថ្ងៃ តាមចិត្តឧបាសិកាចុះ ខ្ញុំម្ចាស់ថ្វាយបង្គំលា ចម្រើនពរ ភូណាភូណា ចាលោកស្រី ពេលនេះឯងមិនបាយហើយយើងថាលោកស្រីទៀតទេ ហេតុអីទៅលោកស្រីហេតុអីទៅ ចាប់ពីថ្ងៃនេះទៅឯងពុំមែនជាអ្នកបម្រើយើងទេតែឯងគឺជាបងប្អូនស្រីរបស់យើងណា អោទលេណាខ្ញុំសូមបណ្ដាចាត់ការនេះក្នុងចរន្តខ្សែទឹកហូរបើសិនជាចាត់ការនេះបានដែតបញ្ច្រាស់ទឹកនោះក្នុងថ្ងៃនេះខ្ញុំនឹងទទួលបានអពរធានាតែពុំដូច្នេះទេសូមកុំហៅអីសូមជួយផង សម្រេចហើយនេះប្រកាសជាការហ្វាត់ជាចុងក្រោយរបស់យើងហើយថ្ងៃនេះយើងបានសម្រេចបំណងរបស់យើងហើយ នេះមិននេះអច្ឆរិយជនទី4បានមកដល់ហើយគឺមានន័យថានៅក្នុងយុគនេះនៃជាមទី4សធននឹងបានត្រាស់ដឹងពោធិញ្ញាណហើយ នេះជាហេតុដែលធ្វើឲ្យបងសប្បាយប្រតិយែតែពួកគេតែងតែព្យាយាមបំបែកកម្មដ្ឋាននិងការតាំងសមាធិសច្ចៈរបស់សត្វធាត់ណា យើងក៏បានដឹងដែរអ្នកមនីដូច្នេះហើយទើបយើងបង្ហាញខ្លួននៅទីនោះហើយយើងនឹងការពារសធនប្រឆាំងនឹងពួកមេទាំងអស់នោះ ថ្វាយបង្គំព្រះអង្គខ្ញុំបានយកស្មៅដ៏ទន់ល្មើនេះមកថ្វាយព្រះអង្គសូមប្រទានពរដោយការទទួលស្មៅនេះធ្វើជាកន្លែងអង្គុយរបស់ព្រះអង្គ អោទេវតារាថ្ងៃនេះយើងសូមស្បត់ចំពោះមុខអ្នកដែលជាសាក្សីថាបើទោះជារាងកាយរបស់យើង
មុតដល់បន្លាយ៉ាងណាក្តីហើយហូរឈាមយ៉ាងណាក្តីបើទោះជាយើងនៅសល់តែស្បែកដណ្ដប់ឆ្អឹងក៏ដោយក៏យើងមិនចាក់ចេញពីកន្លែងនេះឡើយលុះត្រាតែយើងបានត្រាស់ដឹងជាព្រះពុទ្ធសូមថ្វាយបង្គំព្រះអង្គតើព្រះអង្គជានរណាហើយได้បានជាព្រះអង្គតាំងសមាធិដូចនេះ យើងឈ្មោះសុធុតយើងកំពុងតែស្វែងរកមេគាសច្ចធម៌និងការសង្គ្រោះសត្វលោកដែលស្ថិតក្នុងវិលវត្តសង្សារកើតនិងស្លាប់ដើម្បីសង្គ្រោះដល់សត្វលោក តើអ្នកណាជាគ្រូរបស់ព្រះអង្គ យើងបានទទួលពុទ្ធិនិងការបង្ហាត់បង្រៀនពីគ្រូច្រើនអ្នកណាស់តែពេលនេះគ្រូរបស់យើងសេចក្តីក្លាហានរបស់យើងផ្ទាល់កម្លាំងចិត្តរបស់យើងហើយនឹងជំនឿរបស់យើងផ្ទាល់ការតាំងសមាធិដោយខ្លួនឯងហើយយើងជឿថាការធ្វើបែបនេះប្រកាសជាបានសម្រេច អញ្ចឹងព្រះអង្គជាព្រហ្មញ្ញ លោកម្ចាស់តើលោកម្ចាស់អាចផ្ដល់នូវជំន័យនៃពាក្យព្រហ្មញ្ញនេះបានទេតើអ្នកណាទៅគេហៅថាព្រហ្មញ្ញនោះ វាជាការងាយណាស់សញ្ញារបស់វាគឺអ្នកដែលបានកើតនៅក្នុងវង្សត្រកូលព្រហ្មញ្ញនោះហើយព្រហ្មញ្ញហើយអ្នកដែលផ្ដល់នៅខ្សែទេពនោះគឺព្រាហ្មណ៍គឺជាអ្នកដែលចេះចាំស្ទាត់គម្ពីរវេទនិងសត្រា ទេខ្ញុំមិនពេញចិត្តនឹងចម្លើយរបស់លោកទេមិនមែនមានតែអ្នកកើតក្នុងត្រកូលព្រាហ្មណ៍ទេទៅខ្លាចជាព្រាហ្មណ៍នោះហើយពុំមែនអ្នកដែលពាក់ខ្សែមុននោះទៅខ្លាចជាព្រាហ្មណ៍ដែរការរៀនចាំស្ទាត់ដូចជាលោកនៅគម្ពីរវេទនិងសត្រាដោយមិនបានយល់អ្វីទាំងអស់នោះគឺពុំមែនជាព្រាហ្មណ៍ឡើយដូច្នេះហើយពាក្យនេះគឺមិនអាចបកស្រាយព្រាប្រាសបានទេលោកគួរតែយល់ណា អញ្ចឹងព្រហ្មញ្ញបានន័យថាម៉េចទៅ ព្រាហ្មណ៍គឺជាអ្នកដែលបានហ្វឹកហាត់នៅពុទ្ធិនៃទ្វីបលោកទាំងមូលគេជាអ្នកដែលដឹងពីការបង្កើតលោកទាំងមូលនេះហើយព្រាហ្មណ៍ជាអ្នកដែលគ្រប់គ្រងសាសនាទៀតផងលោកគួរតែដឹង តើអ្វីទៅដែលហៅថាសាសនា សាសនាជាពាក្យមានន័យថាជាមាគ៌ានៃជីវិតដែលយើងអាចទទួលបានជាមាគ៌ានៃជីវិតឬមាគ៌ាដែលមនុស្សដើរតាមនោះហើយគឺជាសាសនា អ្វីទៅជាការជឿ ជំនឿគឺជាការទទួលយកនូវឱវាទរបស់ព្រះជាម្ចាស់គឺជាការបន់ស្រន់ដែលចេញមកពីជំរឿននៃអារម្មណ៍ពីបេះដូងជំនឿទំនុកចិត្តជំនឿគឺភក្តីជំនឿគឺជាការគ្រប់គ្រងដល់ចក្ខុនៃជីវិតនៃការបង្កើតលោកបើគ្មានភក្តីនិងជំនឿនោះទេជីវិតគឺគ្មានន័យអ្វីទេ សុធតតើអ្វីទៅជាមេគាសច្ចៈនោះ សច្ចៈគឺជាធម៌មិនប្រែប្រួលអ្វីដែលជាសច្ចៈក្នុងអតីតកាលក៏ជាសច្ចៈនាបច្ចុប្បន្នកាលដែរហើយក៏ជាសច្ចៈនាអនាគតកាលផងដែរសច្ចៈគឺមិនត្រូវឲ្យអ្នកដឹងឮឬសញ្ញាណអ្វីទេ តើអ្វីទៅមេគានៃការសង្គ្រោះ ខ្លួនយើងនេះក៏កំពុងតែស្វែងរកសច្ចៈការសង្គ្រោះនឹងពុទ្ធិដែរមាគ៌ានៃការសង្គ្រោះដែលគ្មានសង្ខារហើយនឹងមាគ៌ាដ៏ត្រឹមត្រូវបំផុតនោះគឺគ្មានលោភៈគ្មានរោគៈគ្មានលោភៈគ្មានមោហៈនិងគំនុំគុំគួនហើយអាត្មានិយមនឹងមិនរត់ចេញពីមាគ៌ាសច្ចៈឡើយ សូមឲ្យព្រះអង្គបានសម្រេចនូវពោធិញ្ញាណហើយសូមបុណ្យបារមីទាំងអស់ជួយព្រះអង្គឈានទៅដល់គោលបំណងរបស់ព្រះអង្គក្រាបទូល កាមាកាមាកាមា តើមានការអីព្រះបិតា តើឯណាទាហានរបស់យើងទៅពួកគេទាំងអស់នោះតើបាត់តាណាហើយយើងរកម្នាក់ក៏គ្មានដែរតើពួកគេតាណាទៅហ៎ ទាំងអស់គ្នាមកជួបជុំគ្នាអស់ហើយប៉ុន្តែបិតាថ្ងៃនេះដូចជារវល់ខ្លាំងណាស់ សុធុតចិត្តដល់ដំណាក់កាលបញ្ចប់នៃការធ្វើសមាធិនេះហើយគេបានស្បត់ថានឹងត្រាស់ឲ្យបាននៅមហាពោធិញ្ញាណក្នុងយុគនេះទោះជាយ៉ាងណាក៏ដោយយើងមិនឲ្យគេសម្រេចបំណងរបស់គេឡើយបើមិនដូច្នេះទេគេនឹងសម្រេចបាននៅសច្ចៈនិងការសង្គ្រោះសត្វលោកជាមិនខានហើយបើសិនជារឿងនេះកើតឡើងមែននោះតើមានអ្វីកើតឡើងចំពោះយើងត្រូវតែបំផ្លាញឲ្យអស់មិនត្រូវឲ្យគេនៅសេសសល់ទេយើងត្រូវមិនឲ្យគេបានសម្រេច ព្រះបិតាមិនបាច់ព្រួយប្រទេសពីរឿងនេះទេសិទ្ធត្ថនឹងមិនអាចត្រាស់បាននៅពោធិញ្ញាណបារម្ភជាដាច់ខាតយើងគ្រប់គ្រងលើពិភពលោកទាំងមូលហើយមនុស្សមិនអាចរកមាគ៌ាដោះទុកបានឡើយ បត់មិនដឹងទេក្រោយការត្រាស់បានជាសមាពោធិញ្ញាណហើយព្រះគោតមនឹងផ្សព្វផ្សាយនៅធម៌របស់គេគ្រប់ទីកន្លែង
ហើយគេនឹងដឹកនាំពិភពលោកនេះទាំងមូលដើរតាមមាគ៌ាអហិង្សាស្នេហាហើយនឹងការបូជាហើយយើងមានតែទោហៈមោសៈរកៈលោភៈតែប៉ុណ្ណោះយើងត្រូវតែរារាំងការសមាធិរបស់សុទ្ធត់ឲ្យទាល់តែបានចាំមើលតើគេអាចចេញពីកញ្ញាំដៃរបស់យើងដោយរបៀបណាទៅ តើព្រះបិតាចង់ធ្វើអ្វីក្រាបទូល លុះត្រាតែបុត្រីចូលរួមក្នុងសង្គ្រាមនេះដែរចាំស្ដាប់បញ្ជាបិតា ព្រះពោព្រះបិតា ផែនការរបស់យើងត្រូវរលាយអស់ដូច្នេះហើយយើងត្រូវតែរារាំងការធ្វើសមាធិរបស់សុទ្ធត់ សុទ្ធត់មកដល់ហើយសុទ្ធត់មើលទៅព្រះបិតារបស់អ្នកចាស់ហើយនឹងឈឺចាប់យ៉ាងណាព្រះអង្គជិតស្លាប់ហើយបំណងរបស់គេក្នុងពេលនេះគឺចង់ឲ្យកូនប្រុសរបស់គេបូជាសពរបស់គេតើកូនប្រុសដែលមិនអាចបំពេញភារកិច្ចរបស់ខ្លួនតើសពដែរទេឆ្លើយមកសុទ្ធត់មិនក៏នៅស្ងៀមអញ្ចឹងឯងឆ្លើយភ្លាមមកតើឯងធ្វើយ៉ាងណាដែរទៅសុទ្ធត់ឯងឆ្លើយភ្លាមមកជីវិតនិងមរណៈគឺជាចក្រវាលនៃវិវត្តសង្សារមនុស្សដែលកើតមកហើយរមែងត្រូវស្លាប់ដោយឈាមមិនផុតឡើយតណ្ហានិងរោគៈគឺគ្មានទីបញ្ចប់ឡើយសុទ្ធត់ក្រោកឡើងតើអ្នកភ្លេចប្រពន្ធរបស់អ្នកនិងយក្សោធារារាហុលនឹងកូនប្រុសរបស់អ្នកហើយសុទ្ធត់នេះជាភារកិច្ចរបស់អ្នកហើយដែលត្រូវបែកបាច់រក្សាពួកគេព្រោះអ្នកបានរៀបអភិសេកនឹងនាងហើយនាងបានស្រែកដង្ហៅរកអ្នកថាអោព្រះស្វាមីនៅទីណាមានតែការលះបង់នៅចំណងលោកីតែប៉ុណ្ណោះទេទើបគេអាចទទួលបាននៅនិរោធអរិយសច្ចៈបានចំណងស្នេហាគឺមិនអាចនៅលើអាត្មាបានឡើយសុទ្ធត់នគរកបិលភ័ស្ត្ររបស់អ្នកបានទទួលការវាយប្រហារពីសត្រូវហើយព្រះរាជសានុវង្សនិងប្រជារាស្ត្រកំពុងតែមានគ្រោះថ្នាក់ពួកគេត្រូវការអ្នកក្លាហានមួយរូបដូចជារូបអ្នកដើម្បីទៅជួយដល់ពួកគេសម្មាសមាធិនិងមគ្គអរិយសច្ចៈរបស់អាត្មាយើងគឺប្រឆាំងនឹងអំពើហិង្សានិងគំនុំគុំគួនគ្រប់បែបយ៉ាងដែលពេលមនុស្សរកឃើញនៅសច្ចៈនិងបរមពុទ្ធិនោះចំណងមិត្តភាពនិងហិង្សាក៏ត្រូវសាបរលាបដោយឯងដែរហើយពេលនោះអារម្មណ៍ស្រឡាញ់នឹងកើតឡើងជាមិនខាន
យើងសូមចោះចាញ់ហើយយើងចោះចាញ់ហើយយើងសូមចោះចាញ់ហើយកុសលផលបុណ្យតែមួយរបស់អ្នកបានផ្ដល់ឲ្យអ្នកនឹងងារជាសម្មាសម្ពុទ្ធញ្ញាណថ្វាយបង្គំលាសុធនបុតកំពុងបារម្ភពីរឿងអីហ្នឹងទេព្រះបិតាបុតមិនអីទេបិតាបានលើថាបុតតែងតែមកគង់សញ្ជប់សញ្ជឹងតែមួយអង្គឯងតើបុតមានរឿងអីទៅហើយបុតមិនចាំបាច់ខ្វល់ខ្វាយពីអ្វីទេបុតនៅក្មេងណាស់បុតជាព្រះអង្គម្ចាស់នៃនគររាជវង្សយើងហើយនយោបាយនិងអំណាចគឺជាផ្នែកមួយនៃជីវិតបុតណាបុតគួរតែចំណាយពេលបានច្រើនក្នុងជីវិតដើម្បីក្រសាលសប្បាយទៅឈប់ចេញទៅហើយក៏មកក្បែរយើងអត់សោះយើងមិនចូលចិត្តរបស់ទាំងនេះទេព្រះអង្គហេតុអីក៏មិនសប្បាយប្រតិអញ្ចឹងព្រះពើសោយសូរ៉ាបន្តិចទៅសូរ៉ានេះជួយរងាប់ព្រះតីបាន ស្រាតើស្រានឹងអាចជួយឲ្យយើងស្ងប់ប្រតិបានទេព្រះអរហន្តព្រះអរហន្តព្រះអរហន្តយើងទៅហើយព្រះស្វាមីយើង មានបន្ទូពីអ្វីហ្នឹងយើងលើសំឡេងរបស់អ្នកហើយយើងនឹងទៅជួបទឹកភ្នែកឲ្យអ្នកអរហន្តយើងទៅហើយ ទូលបង្គំនឹងបញ្ចប់ជីវិតជាព្រះអង្គម្ចាស់របស់សុទ្ធត ទុកឲ្យរដ្ឋកាលកន្លងផុតទៅហើយត្រូវឲ្យសុទ្ធតសាងជីវិតថ្មីឡើងវិញដោយយើងត្រូវបង្កើតនៅឈុតឆាកដែលធ្វើឲ្យសុទ្ធតមានអារម្មណ៍ថាអស់សង្ឃឹម បានអញ្ចឹងពួកយើងបង្ហាញសុទ្ធតឲ្យឃើញពីជីវិតមនុស្សចាស់តើជីវិតវាយ៉ាងម៉េចហើយស្លាប់តើវាយ៉ាងណាដែរទៅព្រះអង្គឥឡូវនេះជាពេលដែលសុទ្ធតត្រូវសម្រេចចិត្តនៅពោធិញ្ញាណហើយទ្រង់នឹងលះបង់នៅតណ្ហាផ្សេងហើយការធ្វើដំណើរដើម្បីឲ្យឃើញនៅជីវិតនឹងចាប់ផ្ដើមហើយដែរមកយើងនាំគ្នាចាប់ផ្ដើមផ្ដាច់តណ្ហាលោកីដោយផ្ដើមពីការឈឺចាប់សុទ្ធតបុតក៏មានប្រតិបូម៉ងពេកប្រាប់បិតាមកតើចង់បានអ្វីទៅព្រះបិតាបុតចង់តូតមើលជីវិតដែលរស់នៅក្រៅរាជវាំងបុតចង់ឃើញសួនច្បារវិមានទឹកដីនៃប្រជារាស្ត្រកបិលភ័ស្ត្ររបស់យើងនេះទូលបង្គំចង់ស្រូបយកខ្យល់បរិសុទ្ធហេតុអីបានជាព្រះបិតានៅស្ងៀមយ៉ាងនេះសូមព្រះបិតាមេត្តាយល់ដល់អារម្មណ៍បុតផងហើយអនុញ្ញាតឲ្យបុតចេញទៅកសាលទៅព្រះបិតាបាទយើងយល់ព្រមនឹងបុតទៅចុះជ័យយោព្រះអង្គម្ចាស់សុទ្ធត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 មនុស្សរមែងងប់ងល់នឹងសម្រស់យុវភាពពេលនេះសុទ្ធតនឹងទទួលការជឿចាប់ដោយសារតែសម្រស់និងយុវភាពនេះជាមិនខានទេទូលបង្គំនឹងតំណែងខ្លួនជាមនុស្សចាស់ម្នាក់នៅក្បែរសុទ្ធតហើយនឹងបង្ហាញឲ្យទ្រង់ឃើញថាថ្ងៃណាមួយទ្រង់នឹងទទួលវាសនាដូចជាមនុស្សចាស់នេះដែរចឹងជ័យយោព្រះអង្គម្ចាស់សុទ្ធតជ័យយោព្រះអង្គម្ចាស់សុទ្ធតជ័យយោព្រះអង្គម្ចាស់សុទ្ធតឈប់សិនប
ពេលនេះទូលបង្គំត្រូវតែប្រែកាឡាជាអ្នកជំងឺម្នាក់ដែលជាជំហានទី2នៃផែនការរបស់យើងហើយទូលបង្គំនឹងធ្វើដោយខ្លួនឯងកាលបើឃើញរាងកាយក្នុងស្ថានភាពបែបនេះសុទ្ធនឹងទទួលការឈឺចាប់យ៉ាងខ្លាំងជាមិនខានចាណាមើលណោតើជាមនុស្សដែរទេបើអញ្ចឹងមិនក៏គេឈឺចាប់ខ្លាំងម្ល៉េះចាណាជប់សិនចាណានៅណាគេហ្នឹងកិច្ចការរបស់ទូលបង្គំមិនទាន់ចប់នៅឡើយទេនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះសន្ធុតចាប់ផ្ដើមស្អប់ភាពត្រេកត្រអាលនិងកាមគុណប៉ុន្តែនៅមានទស្សនីយភាពជាច្រើនទៀតដែលសន្ធុតអាចចាំមើលបានឬក៏យ៉ាងណាក្នុងការធ្វើតាបោះនិងកម្មដ្ឋានដតឹងតែងដែលត្រូវចាំបាច់ដើម្បីឲ្យខ្លាយខ្លួនជាពោធិញ្ញាណទូលបង្គំនឹងចុះទៅកាន់ផែនដីហើយចូលក្នុងរាងកាយរបស់ច័ន្ទណាដែលជានិសារថីហើយនឹងជាមិត្តរបស់សុទ្ធុតហើយនឹងបង្ហាញព្រះអង្គឲ្យឃើញថាជាបន្តបន្ទាប់នៅទុកសោកលើផែនដីហើយបន្ទាប់ពីបានឃើញពិភពថ្មីនេះមកព្រះអង្គម្ចាស់នឹងលះបង់រាជនគរហើយក្លាយជាឥសីមួយរូបនិងចូលរួមក្នុងការតាំងសមាធិដរាបណាមនុស្សម្លះបង់ចោលនៅការចំណានការគុំគួនការចោកកំហឹងការត្រេកត្រអាលនឹងកាមគុណនិងការលុបលន់ទេអ្នកនោះមិនអាចខ្លាចជាឥសីបានឡើយអញ្ចឹងតើត្រូវលះបង់យ៉ាងម៉េចទៅតាមរយៈសច្ចធម៌សន្តិភាពការស្រឡាញ់និងសាសនាអ្នកដែលមិនអាចលះបង់តណ្ហាក្នុងលោកីនោះមិនអាចខ្លាចជាឥសីបានឡើយហើយនិយាយត្រូវយើងគួរតែលះបង់ចោលនៅជីវិតជាក្សត្រឆ្លើយថាយល់ព្រមមកសុទ្ធុតឲ្យតែអ្នកយល់ព្រមអ្នកនឹងមិនរស់ទៀតទេហើយគ្មាននរណាម្នាក់បានសំណាងល្អទទួលបានជីវិតបែបនេះឡើយទ្រព្យសម្បត្តិមាសប្រាក់ជ័យជំនះកិត្តិស័ព្ទហើយនឹងការសោយសុខគឺយើងអាចឲ្យជូនព្រះអង្គបានក្នុងពេលនេះភ្លាមមាសអ្នកពិតជាខំប្រឹងប្រែងស្វែងរកសុភមង្គលឲ្យខ្ញុំណាស់មែនទេមិនឲ្យសុទ្ធុតប្រាប់ខ្ញុំមកអ្នកត្រូវការអ្វីតើអ្នកអាចធ្វើបានមែនពិតប្រកបហើយយើងនៅទីនេះដើម្បីបម្រើអ្នកសន្យាណាទុកចិត្តចុះខ្ញុំសូមសន្យាខ្ញុំនឹងធ្វើឲ្យតតែបានអ្វីដែលខ្ញុំចង់បានគឺមិនចាស់មិនឈឺមិនស្លាប់តើអ្នកអាចជួយខ្ញុំបានដែរទេតើបានដែរទេហេតុអីបានជាអ្នកនៅស្ងៀមដូច្នេះហើយអ្នកកុំព្យាយាមធ្វើជាបន្លានៅក្នុងវិគារបស់យើងទៀតអ្នកចេញភ្លាមទៅយើងជាសីព្រំលាលកម្មតើអ្នកជានរណាទៅកណាឈ្មោះថាសុទ្ធុតកណាស្វែងរកពុទ្ធិតើពុទ្ធិបែបណាជាពុទ្ធិខ្ពង់ខ្ពស់ពុទ្ធិរបស់ព្រះអាទិទេពកណាមិនដឹងទេតែប្រហែលដែរយើងសូមប្រទានចានេះដល់ឯងទទួលយកចុះ
ទាំងអស់លើផែនដីគ្រាន់តែជាសមោលអ្វីដែលមានវិញ្ញាណគឺត្រូវតែវិនិច្ឆ័យបងគ្មានអ្វីមានរូបរាងពិតប្រាកដទេអាណូបង្កើតបានជាទ្រង់ទ្រាយនៃវត្ថុមែនប៉ុន្តែអាណូអាចស្ថិតថេរបានតែមួយរយៈកាលខ្លីតែប៉ុណ្ណោះផ្ទុយទៅវិញមានតែរូបរាងនៃទុក្ខសោកទេគ្មានអ្វីដែលអាចកំណត់បានថាពិតឬក៏คล้ายៗឡើយរបស់ទាំងអស់សុទ្ធតែអាក្រក់គឺមានតែពុទ្ធិពិតទេដែលជាបរមសច្ចៈហើយពេលនេះយើងបានឆ្លើយនៅការងឿងឆ្ងល់ក្នុងចិត្តរបស់យើងហើយក្តីសង្ស័យទាំងអបាលមានត្រូវបានជំរះហើយពេលនេះយើងមានអារម្មណ៍ស្ងប់ស្ងាត់និងសម្រេចបានហើយដោយពន្លឺនៃពុទ្ធិនិងអភិញ្ញាណគឺបានឃើញសច្ចៈអាត្មានរស់នៅក្នុងរាងកាយពេលនេះយើងសម្រេចបានជាអ្នកប្រទានពរនិងជាបរមពោធិញ្ញាណហើយយើងបានរកឃើញនៅមេគាចេញពីវិលវត្តសង្សារនៃការកើតនិងស្លាប់ហើយ साधन ऐश्वर्य गवाया सुख साधन ऐश्वर्य गवाया देकर त्याग परम पथ पाया परीक्षा समय जो आया कठिन परीक्षा समय जो आया बुद्ध ने मन का धैर्य दिखाया के लिए किया है एक नया संधान बुद्ध को हुआ सत्य का ज्ञान सत्य का ज्ञान सत्य का ज्ञान
सत्य का ज्ञान। ओ बोध वृक्ष की निर्मल छाया, बोधि वृक्ष की निर्मल छाया मिटा गई अज्ञान, बुद्ध को हुआ सत्य का ज्ञान। सत्य का ज्ञान, सत्य का ज्ञान, सत्य का ज्ञान। डूबी मानव काया, भोग में डूबी मानव काया, घिरी जगत पर पाप की छाया। सत्य ज्ञान का मार्ग दिखाया, सत्य ज्ञान का मार्ग दिखाया, फिर से नया सवेरा आया। युग को नई ज्योति का हुआ एक अनुमान, बुद्ध को हुआ सत्य का ज्ञान। सत्य का ज्ञान, सत्य का ज्ञान, सत्य का ज्ञान। बोध वृक्ष की निर्मल छाया, की निर्मल छाया मिटा गई अज्ञान, बुद्ध को हुआ सत्य का ज्ञान। सत्य का ज्ञान, सत्य का ज्ञान। तो जरा मरण का शोक मिटा के, मरण का शोक मिटा के दिया मुक्ति का दान, बुद्ध को हुआ सत्य का ज्ञान। सत्य का ज्ञान, सत्य का ज्ञान, सत्य का ज्ञान। दिशा दिखलाने को, पाप धरती से मिटाने को। नई दिशा दिखलाने को, पाप धरती से मिटाने को। करने मानवता का कल्याण, करने मानवता का कल्याण। सब लेता है